Oh my god អ្នកទាំងអស់គ្នាខ្ញុំទើបតែដឹងថាខ្ញុំស្លៀកសម្លៀកបំពាក់កូនកំឡោះសង្ហាដល់ថ្នាក់ហ្នឹងអ្នកទាំងអស់គ្នាកាលពីថ្ងៃមុនខ្ញុំបានផុសនៅក្នុង Facebook ខ្ញុំថាឈប់កាយវិញទៀតហើយជួបគ្នាថ្ងៃទី31ខែកុម្ភៈឆ្នាំ2023អញ្ចឹងមានបងប្អូនជាច្រើនគាត់ពជូនអីនៅក្នុងហ្នឹងអញ្ចឹងមានបងប្អូនខ្លះទៀតគាត់ react សើចយល់ហេតុអីបានជាគាត់សើចខ្ញុំមិនយល់ទេបាទសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងកំពុងតែផាត់មុខដើម្បីចូលរួមកម្មវិធីសិរីមង្គលសម្រាប់ថ្ងៃរបស់ខ្ញុំជាមួយនឹងភរិយាបាទអ្នកអរខ្ញុំនិយាយលេងទេក៏ប៉ុន្តែខ្ញុំស្លៀកពាក់បែបនេះគឺដើម្បីចូលរួមក្នុងកម្មវិធីសិល្បៈដណ្ដើមស្លអាហារខ្មែរថ្នាក់ខេត្តលើកទី3នៅខេត្តពោធិ៍សាត់ហើយក្នុងហ្នឹងក៏មានកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរនិងជនជាតិដើមកម្មវិធីនេះគឺប្រារព្ធឡើងនៅលើបុរីវប្បធម៌កោះសំពៅមាសអ្នកនរគ្នាហើយកម្មវិធីនេះគឺធ្វើឡើងដើម្បីអបអរសាទរព្រឹត្តិពិធីបុណ្យអុំទូកឥឡូវហ្នឹងបងខាងសម្អាងការដលុចកំពុងតែមមាញឹកស្លៀកពាក់ឲ្យតួព្រោះចិត្តដល់ម៉ោងអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាប្រពកម្មវិធីជប់លៀងកម្មវិធីអាពាហ៍ពិពាហ៍កម្មវិធីអីផ្សេងៗអ្នកនរគ្នាត្រូវការសម្អាងការអ្នកនរគ្នាអាចជ្រើសរើសនៅសម្អាងការដលុចបានចាក់ដាក់ទៅធំអូក្បិនប៉ុណ្្នឹងហើយចឹងឃើញអូយខាងនេះក៏ធំអូកាបណាទេចូលអត់បងអត់ទេអត់ទេអេឲ្យលេខអត់លើឆាបអត់តរវល់ចុះកាយគេណាត់ឯងស្លៀកភ្លាមហីនិយាយទៅខ្ញុំអត់ដែរស្លៀកក្បិនស្លៀកអីពីមុនមកទេអញ្ចឹងទៅខ្ញុំអត់សូវដឹងពីរបៀបរបបនៃការស្លៀកពាក់ក្បិនអញ្ចឹងណាអញ្ចឹងគាត់ឲ្យខ្ញុំធ្វើអីខ្ញុំធ្វើតាមគាត់និយាយមែនខ្ញុំអាណិតបងដែលគាត់ស្លៀកពាក់ឲ្យខ្ញុំគាត់ត្រូវចអើធ្វើអីអញ្ចឹងណាអ្នកនរគ្នាហើយខ្ញុំប្រាប់គាត់ថាបងឯងបាក់ស្លៀកអញ្ចឹងឲ្យខ្ញុំដេកឲ្យបងស្លៀកបណ្ដោយថាអេអត់ទេធ្វើចឹងមិនកើតអញ្ចឹងទៅក៏ខ្ញុំនឹកឃើញវិធីសាស្ត្រមួយគឺខ្ញុំធ្វើបន្ទុកជង្គង់បន្តិចដើម្បីឲ្យគាត់ងាយស្រួលក្នុងការស្លៀកពាក់ឲ្យខ្ញុំអញ្ចឹងណាVâng, mình đây con gì chứ chị? Sai đó à, đợi tò. Tò sao chị chị? Ba rồi, có tay ra trên mưa.ឥឡូវហ្នឹងយើងបានមកដល់កន្លែងកម្មវិធីរបស់យើងហើយឥឡូវយើងកំពុងតែសួរបងស្រីអ្នកសម្របសម្រួលកម្មវិធីនៅហ្នឹងសួរអំពីការសម្ដែងក៏ដូចជាការសូយើងត្រូវដើរកន្លែងណាឡើងកន្លែងណាចុះកន្លែងណាអញ្ចឹងអ្នកនរគ្នាហើយឥឡូវនេះខ្ញុំកំពុងតែបញ្យល់ដល់តួកូនកំមុំគឺប្អូនគឺគាត់អត់ដែរទេអញ្ចឹងទៅគាត់មានអារម្មណ៍ថាភ័យឥឡូវខ្ញុំកំពុងតែបញ្យល់ហើយខ្ញុំក៏ប្រាប់គាត់ថាមកកន្លែងមើលយូរទៅដូចសមនឹងបងដល់ហើយឥឡូវនេះកម្មវិធីរបស់យើងក៏បានចាប់ផ្ដើមមកឈុតហើយនោះលោកខានអូនលោកមនសេឡានិងបញ្ញាមុខពិសេសបន្ទាប់ពីយើងបានដើររួចរាល់អស់ហើយយើងក៏សូមថ្លែងអំណរគុណដល់គណៈអធិបតីក៏ដូចជាអង្គពិធីទាំងមូលតែកម្មវិធីគេអត់ទាន់ចប់ទេអ្នកនរគ្នាអញ្ចឹងឥឡូវយើងមករោងសម្អាងការរបស់យើងវិញឥឡូវហ្នឹងយើងហត់ឥឡូវយើងរកកន្លែងសម្រាប់សិនដោយសារយើងឈរតាំងពីម៉ោង5ម៉ោងអីមកហើយនេះគឺជាការបង្ហោះគោមរបស់គេចាំមើលការបង្ហោះគោមរបស់ខ្ញុំម្ដងឥឡូវនេះយើងថតរូបជាមួយនឹងមកអ៊ំម្ចាស់សម្អាងការមួយសិនហើយឥឡូវនេះយើងចាប់ផ្ដើមបង្ហោះគោមហើយបាទដោយសារតែគោមហ្នឹងអត់តន់ក្តៅខ្លាំងហើយខ្ញុំប្រឡែងហ្នឹងទៅវាឡើងបន្តិចចុះបន្តិចវាត្រូវមកកូនកំមុំទៀតណាហើយឥឡូវហ្នឹងវាឡើងចុះពេញហ្នឹងខ្ញុំដេញចាប់ពេញហ្នឹងគេសើចពេញហ្នឹងអរគ្នាកុំឲ្យគេពេញហ្នឹង